កម្ពុជាពង្រឹងការឆ្លើយតបមនុស្សធម៌ពិនិត្យវឌ្ឍនភាពសាងសង់ជំរុកបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកនៅក្នុងខេត្តព្រះវិហារខេត្តព្រះវិហារនៅថ្ងៃទី25 ខែមីនាឆ្នាំ2026 រាជរដ្ឋាភិបាលកម្ពុជាបន្តបង្ហាញពីការបដិញ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបទៅនឹងស្ថានភាពមនុស្សធម៌និងការគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈការយកចិត្តទុកដាក់លើសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងបរិបទនេះឯកឧត្តមនាយឧត្តមសេនីយ៍កិតិសង្ឃហបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធានទី1នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការសាងសង់ជំរកបណ្ដោះអាសន្នសម្រាប់បងប្អូនជនភៀសសឹកនៅក្នុងឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារក្នុងកំឡុងពេលនៃការចុះពិនិត្យឯកឧត្តមបានពិនិត្យយ៉ាងម៉ត់ចត់លើដំណើរការសាងសង់គុណភាពសំណង់និងសុវត្ថិភាពនៃជំរកដើម្បីធានាថាអាចផ្ដល់ជាអាស្រ័យដ្ឋានបណ្ដោះអាសន្នដែលមានសុវត្ថិភាពសមរម្យនិងមានអនាម័យល្អសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមមុខនឹងភាពលំបាកឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានក្រុមការងារបច្ចេកទេសនិងភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តពន្លឿនការសាងសង់ដោយត្រូវគោរពទៅតាមស្តង់ដារបច្ចេកទេសនិងធានាគុណភាពដើម្បីឲ្យជំរកទាំងនេះអាចប្រើប្រាស់បានទាន់ពេលវេលានិងឆ្លើយតបតម្រូវការបន្ទាន់របស់បងប្អូនប្រជាពលរដ្ឋជាមួយគ្នានេះដែរឯកឧត្តមបានគូបញ្ជាក់ថាការផ្ដល់ជំរកសមរម្យគឺជាចំណុចសំខាន់មួយក្នុងការការពារសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹកព្រមទាំងជួយធានាថាពួកគេអាចទទួលបានសេវាសង្គមមូលដ្ឋានដូចជាទឹកស្អាតអនាម័យនិងសុខាភិបាលតាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានការសាងសង់ជំរកបានឈានទៅមុខយ៉ាងល្អប្រសើរហើយជាច្រើនខ្នងកំពុងតែស្ថិតនៅក្នុងដំណាក់កាលបញ្ចប់បន្ទាប់ពីការសាងសង់រួចរាល់ជំរកទាំងនេះនឹងជួយបន្ថយការលំបាកនិងលើកកម្ពស់គុណភាពជីវិតរបស់បងប្អូនជនភៀសសឹកយ៉ាងមានន័យសកម្មភាពនេះបង្ហាញពីការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរជាតិអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់និងពង្រឹងស្ថានភាពសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមគុណគីមសមាគមអតីតយុទ្ធជនកម្ពុជាក៏បានបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមនិងមនុស្សធម៌ដើម្បីគាំទ្រដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋងាយរងគ្រោះទូទាំងប្រទេសនៅក្នុងដំណើរការចុះពិនិត្យនេះបានបញ្ជាក់ជាថ្មីពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់នៅក្រោយក្នុងកំឡុងពេលមានវិបត្តិនិងការលំបាក